មកតាំងពីតូចក្រូចឆ្មាតែได้ខ្វល់ខ្វាយសោះហើយហីលោកអម្ចាស់ចង់បានវាជាកូនប្រសាណាស់តើមែនទេនិយាយស្អីអញ្ចឹងហាស្រីដែរកូនចិនចង់មកឡើងជំនួសកូនប្រសាចៅពញាមានអ្នកខ្លាំងគេធ្វើដែរទេតែវាមិនមែនធម្មតានោះទេលោកជំទាវអ៊ំក៏ជ្រាបហើយហ៊ានតែបដៅទៀតនោះប្រយ័ត្នទៅបន្តិចទៀតនេះវានឹងឡើងមកជន់ត្រង់ទៅអីស្រីដែរចាំខ្ញុំផងអូយលោកជំទាវចាតែបញ្ជូនមនុស្សទៅប្រាប់នាងសារភីឥឡូវដែរទេព្រោះត្រូវចេញដំណើរយប់ស្អែកនេះហើយក្រែងនាងនឹងគេត្រៀមខ្លួនមិនទាន់ទៅមិនបាច់ទៅតាមវាទេគឺលោកម្ចាស់បញ្ជាហើយលោកម្ចាស់ដេកសម្រាប់នៅទៅលើផ្ទះតែដឹងលឺស្អីទៅខ្ញុំមិនល្ងងបញ្ជូនវាទៅបញ្ឆោតប្រុសរាទេមានម្ដាយពីណាចង់ឲ្យកូនខ្លួនឯងបានស្រីបែបនឹងមកធ្វើជាប្រពន្ធយើងត្រូវរកវិធីបង្ក្រាបវាឲ្យបានវាដូចជាកាន់តែកអឺតខ្លាំងហើយបើសិនជាវាប្រុសស្នេហ៍នាំបងរាត្រឡប់មកបានមែននោះវាច្បាស់ជាបានឡើងធ្វើជាប្រពន្ធមិនខានទេតែឯងទៅធ្វើស្អីវាបានវាខ្លាចយើងពីកាលទៅបើហិនក្អេងអាងខ្លាំងដល់ថ្នាក់នឹងនោះវាដូចជាកាន់តែកអឺតខ្លាំងហើយបើសិនជាវាប្រុសស្នេហ៍នាំបងរាត្រឡប់មកបានមែននោះវាច្បាស់ជាបានឡើងធ្វើជាប្រពន្ធមិនខានទេតែឯងទៅធ្វើស្អីវាបានវាខ្លាចយើងពីកាលទៅបើហិនក្អេងអាងខ្លាំងដល់ថ្នាក់នឹងនោះបើវាអួតក្អេងក្អាងខ្លាំងណាស់យើងនឹងធ្វើឲ្យវាគ្មានស្អីអួតតទៅទៀតហើយបើសិនជាមានអកចាស់ដែលវាដេកម៉ក់មហោបនៅនេះវានៅចង់បានវាទៀតនោះឲ្យវាដឹងតែម្ដងទៅស្រីដែរគិតធ្វើអីទៅនឹងឯកូនរបស់ឯងមុខមាត់ចម្លែកម៉ែតែខ្ញុំยังមិនបានទៅបើលោកគ្រូមិនអោយគ្នាវាយកងទៀតតែខ្ញុំមកចំមកពិតវិជាឯងចង់វាយកូនក៏វាយទៅវិញតើទៅវាយចានវាយឆ្នាំងធ្វើស្អីហើយខ្ញុំទៅយកកងពីណាមកវាយទៅលោកគ្រូបាច់ជាមិនព្រមទេតាមយើងមកឆាប់មកស៊ីនឯងចូលមកមើលខ្លួនឯងទៅហើយយ៉ាងម៉េចឯងច្បាស់ជាមិនដឹងនោះទេថាលោកគ្រូគាត់មិនដែលចោលគ្រឿងភ្លេងមួយណាសុំបីជាមួយជ្រាកបើខូចជួសជុលមិនបានលោកគ្រូក៏យកមករក្សាទុកនៅទីនេះឯងទោះជាវាខូចហើយក៏ដោយតែខ្ញុំថាសម្លេងវាច្បាស់ជាល្អជាងចានឆ្នាំងស្អីរបស់ឯងដែរវ៉ៃអញ្ចឹងឯងលេងខ្លួនឯងចោះណាយើងទៅចំការសិនថ្មនេះអាំវាជេឪជេម៉ែស្លាប់ហើយអូយភ្លេចទៅឪម៉ែជាមួយគ្នាទៅសិនហើយបៃ
ស្អីអ្នកប្រុសរ៉ាន គឺវាមិនពិរោះតតែសោះហ្នឹង អ្នកប្រុសរ៉ានចង់សាក់បដោហើយទៅហាត់អ្វីផ្សេងមើលខ្លះទេ នេះថ្កោស្អំខ្ពើមដែលត្រូវបង្រៀនមនុស្សកល្ងងខ្លាំងដូចជាខ្ញុំអញ្ចឹងហ៎ អត់ទេខ្ញុំគ្រាន់តែសាក់សួរលោកមែន អ្នកប្រុស មានការស្អីយើងកំពុងរវល់មិនឃើញទេ អូគឺខាងនេះទៀតប្រុសវានៅក្នុងនេះ វាគិតចង់លេងភ្លេងប្រជែងជាមួយយើងហ៎ តោះចង់ទៅផ្ដល់ដំបូន្មានវា មិនបាញ់ឯងនិយាយឲ្យបានល្អកុំឲ្យអ្នកណាចូលមកយើងចូលទៅមើលមុខវាដល់ខ្លួនឯង បាទទៀត គួរឲ្យសង្វែងខ្លាំងណាស់នឹងមែនទេដៃឯកកងក្នុងវងពិនពៀនរបស់លោកភួងត្រូវលួចមកវាយក្នុងបច្ឆាអញ្ចឹងទេហ៎ ដៃឯងពីការឲ្យមែនទេទៅសំឡេងវាអាក្រក់ស្ដាប់នេះ ដៃខ្ញុំឈឺមកពីស្រីអ្នកប្រុសច្បាស់จะដឹងហើយ យើងមិនវាយដៃឯងវាក៏បន់ណាស់ទៅហើយកុំគិតមកប្រជែងជាមួយយើងមិនអញ្ចឹងឯងភ្លឺភ្នែកមិនខានឈប់ឯងចង់ឲ្យលោកភួងដេញឯងចេញពីផ្ទះនេះមែនទេបើឯងហ៊ានទុកថ្កុលនៅនឹងយើងក៏ចាត់ការទៅវាយគ្នាមកឯងនឹងបានទៅឲ្យផុតពីមុខយើងឆាប់ៗចាំមើលចុះបើឯងគិតចង់ប្រជែងនឹងយើងនឹងដណ្ដើមរបស់សម្លាញ់ក្រុមយ៉ាងចេញពីឯងខ្ញុំចង់រៀនកង វាយូរខ្លាំងណាស់អ្នកប្រុសទម្រាំតែហាត់កដៃបាន យ៉ាងម៉េចលោកភួងស្អំខ្ពើមខ្ញុំហ៎មិនចង់ឲ្យខ្ញុំនៅទីនេះយូរពេកហ៎ អត់ទេអ្នកប្រុសខ្ញុំបាទឮលោកម្ចាស់បញ្ញាសរសើរយ៉ាងញាប់ណាស់ថាអ្នកដែលលេងកងរបស់លោកថ្មីណៃឆ្មើមខ្លាំងណាស់ទៀត ល្អបើអញ្ចឹងលោកភួងឲ្យវាមកបង្រៀនខ្ញុំចោះអញ្ចឹង អូយវីវហើយវិញ ពីបងអាស៊ីនណា គឿនប្រុសបាទ ជំរាបសួរហាងហ្វាកែចាត្រូវការជួបអ្នកណាដែរទេសុំចាំបន្តិចស្រីសាទូរស័ព្ទរបស់ឯងអ្នកណាទេមកសំឡេងមនុស្សស្រីរឹកពីដូចជាភ័ក្រផ្អើលគួរតែមានរឿងសំខាន់ហើយ